bạn đi cái chia bà rụp hiệp highlight bà sầm raประกวด pin tong តែម្ដងរវាងក្រុមបាល់ទាត់ជំនឿចិត្តអារ៉ូបាល់ទល់នឹងបាទក្លឹបបាល់ទាត់វិសាខាបាទមួយជើងត្រង់នេះធ្វើឲ្យបាល់មិនចំគោលដៅទេបាល់ចំគោលដៅបាទប៉ុន្តែបុកបកគោលទីនេះគឺជាឱកាសដែររបស់ Ramon Souza បាទនេះគឺជាឱកាសដែរហើយនេះគឺជាកន្លែងដែល Ramon Souza ទទួលបានបាល់ពីនៃ11ម៉ែត្រពីលោកអញ្ញាកដាអ៊ីវទីណាក្រោយរូបគេត្រូវបានខ្សែការពាររបស់អារូបាបង្កកំហុសឲ្យគេដួលបាទមួយគ្រាប់នេះតាំងពីនាទីទី13ក្រោយមកទៀតរំលងបានប្រមាណនាទីបាទខ្សែការពាររបស់ក្រុមជំនឿចិត្តអារូបាទាត់បាល់ខុសធ្វើឲ្យមីគីអូតកីឡាករសញ្ជាតិហ្វីលីពីនបាទមានឱកាសសុទ្ធបញ្ចូលទីគ្រាប់បាល់ទី2របស់វិសាខាតែម្ដងបាទមួយជាប់ម្ដងហើយម្ដងទៀត Ramon Souza គឺចិត្តត្រជាក់គឺគាត់មិនដណ្ដើមបាល់ពីមីគីអូតទេត្រង់នេះគឺជាឱកាសមួយជើងដោយខ្សែប្រយុទ្ធបាទ Terence Gosling បាទរបស់ក្រុមបាល់ទាត់ជំនឿចិត្តអារូបាស្រួចមែនទែនប៉ុន្តែមួយជើងនេះមិនចំគោលដៅឡើយហើយនេះគឺជាឱកាសតែមួយក្បាលសុទ្ធមួយជើងបាទជួយបានពីអ្នកចាំទីបាទមួយចោះម្ដងហើយម្ដងទៀតជួយបានល្អមែនទែនសម្រាប់អ្នកចាំទីវ័យក្មេងអាយុក្រោមអាយុ19ឆ្នាំរបស់អារូបាត្រង់នេះគឺជាឱកាសដែរសម្រាប់ប៉ាក់ជុងប៊ីនចែកជាបន្តទៅឲ្យបាទកីឡាករមីគីអូតប៉ុន្តែសុទ្ធទៅគឺបាទមិនចំគោលដៅឡើយត្រូវបានរៀបរៀងដោយខ្សែការពារបាទអ្នកចាំទីសង្គ្រោះបានច្រើនមែនទែនសម្រាប់ក្រុមបាល់ទាត់ជំនឿចិត្តអារូបាដោយត្រង់នេះអញ្ចឹងក៏ជាឱកាសដែរប៉ុន្តែបាល់នោះគឺមិនចំគោលដៅបាទកន្លែងនេះគឺជាកន្លែងដែលលេងណូរ៉ាមានបញ្ហារបួសក្រោយពីការរំខានដោយវិធានក្រុមរបស់អារូបាបាទគឺកីឡាករ Walter Bennett កន្លែងនេះសុទ្ធមួយជើងដោយមីគីអូតប៉ុន្តែត្រូវបានជួយបានដោយខ្សែការពារនិងមួយជើងទៀតជួយបានដោយអ្នកចាំទីវគ្គទី1ក៏បានបញ្ចប់លោកអ៊ីវទីណាផ្លឹមកញ្ចែបញ្ចប់ការប្រកួតលទ្ធផល2-0ក្រោយ15នាទីបានរលងផុតទៅការប្រកួតនៅវគ្គទី2ក៏បានចាប់ផ្ដើមហើយត្រង់នេះគឺជាឱកាសរបស់កីឡាករខ្សែប្រយុទ្ធមាឌធំរបស់អារូបាបាទប៉ុន្តែតែមិនចំគោលដៅក្រោយមកទៀតបាទក្រុមបាល់ទាត់វិសាខាក៏មានឱកាសដែរដូចត្រង់នេះអញ្ចឹងពីការហកតែតយ៉ាងស្អាតដោយកីឡាករ Ramon Souza ធ្វើឲ្យបាល់ចូលទីក្រុមបាល់ទាត់ជំនឿជាតិអារូបាបាទកន្លែងនេះក៏ធ្វើឲ្យការប៉ះទង្គិចរវាងខ្សែការពារដែរយ៉ាងណាមិញកន្លែងនេះគឺជាឱកាសទៀតប៉ុន្តែខ្សែការពារជួយបានខំបីនឹងឱកាសមានទៅហើយសម្រាប់បាទក្រុមបាល់ទាត់វិសាខាបាទកីឡាករខ្សែប្រយុទ្ធមាឌធំមានឱកាសច្រើនលើកច្រើនសារមែនទែនបាទគឺកីឡាករលេខ9បាទ Terence Gosling បាទអុកមួយក្បាលហើយមួយក្បាលទៀតទៅតែកន្លែងដដែលបាទអត់ចំគោលដៅស្ដាយណាស់ឱកាសរបស់គាត់មានច្រើនត្រង់នេះហុលគីមួយចេញមកផ្ដាច់ជួយសង្គ្រោះខំអីហ្នឹងកីឡាករខ្សែប្រយុទ្ធរបស់អារូបាមានឱកាសសុទ្ធមុខទីត្រង់នេះគឺល្អិលដួបាទធ្វើឲ្យបាទប៉ាក់ជុងប៊ីនពិបាកក្នុងការគ្រប់គ្រងបាល់ហើយក៏ទាត់មកឲ្យលេងណូរ៉ាត្រង់នេះគឺជាគ្រាប់បាល់របស់ក្រុមបាល់ទាត់ជំនឿជាតិអារូបាពីការកាត់ចូលយ៉ាងស្អាតបាទពីកីឡាករបាទលេខ9 Gosling Singh ហើយអ្នកបញ្ចប់ទីហ្នឹងគឺបាទបញ្ចប់ទីយ៉ាងស្អាតតែម្ដងបាទក្រោយពីការជួយមិនបានសម្រេចពីកីឡាករបាទហុលគីមហ៊ុយរបស់វិសាខាកាត់មកលើកទៀតត្រង់នេះប៉ុន្តែមកលើកនេះគឺថាអ្នកចាំទីហុលគីមហ៊ុយចាប់បាល់បានបាទមិនឲ្យប្រហែលដូចមុនទេហើយបាល់ជ្រុងនៅចុងវគ្គទី2នេះមានច្រើនមែនទែនសម្រាប់អារូបាបាទពីការលើកមកប៉ុន្តែប៉ុនប៉ុមមិនបានសម្រេចសាទីបដូរចូលមានឱកាសកន្លែងនេះមួយជើងប៉ុន្តែខ្សែការពារកីឡាករបាទគីម៉ានីជួយសង្គ្រោះបានហើយអ្នកចាំថែមបន្តទៀតហ្នឹងក៏ជាកីឡាករផ្លាស់ប្ដូរចូលដែរបាទគឺភឿផាត់ថៃត្រង់នេះសុទ្ធមួយជើងពីផានសុផេនបុកបកគោលទីបើអត់មានសំណាងសោះថ្ងៃនេះបើផានសុផេនមានឱកាសសុទ្ធមួយជើងបែរជាបុកបកគោលទីទៅវិញភឿផាត់ថៃក៏មានឱកាសសុទ្ធប៉ុន្តែបាល់នោះក៏បុកបកគោលទីទៀតបាទយុវជនវ័យក្មេងរបស់វិសាខាទាំងសុនច័ន្ទរស្មីទាំងផានសុផេនបាទទាំងកីឡាករភឿផាត់ថៃមានឱកាសសុទ្ធទាំងអស់ប៉ុន្តែគ្រាប់បាល់នោះគឺសុទ្ធតែជាគ្រាប់បាល់គ្មានសំណាងសំទោសគឺមិនមានគ្រាប់បាល់កើតឡើងទេ
ពលគឺសុទ្ធបុកបកគលទីបាទធ្វើឲ្យឱកាសរបស់កីឡាករទាំងអស់នោះបាទមិនបានសម្រេចអរគុណណាស់សម្រាប់ការផ្សាយផ្ទាល់ថ្ងៃនេះអរគុណខ្លាំងសម្រាប់បងប្អូនដែលបានចូលរួមទស្សនាបាទការផ្សាយផ្ទាល់លើ page ត្រយង Sport ក៏ដូចជាត្រយងនិង page វិសាខាផងដែរបាទតើតើជាមួយនឹងកំហុសខុសឆ្គងបាទកម្ម